តើនរណាជាមនុស្សដែលមានមេត្តាធំជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិបងប្អូនប្រហែលជាឆ្ងល់ដូចជាខ្ញុំដែរហើយមើលទៅបាទដើម្បីចង់ដឹងថាតើនរណាដែលជាមនុស្សដែលមានមេត្តាធំជាងគេនៅលើផែនដីឥឡូវនេះខ្ញុំសូមណែនាំបងប្អូនឲ្យទៅស្គាល់បុរសម្នាក់ដែលមានកម្ពស់ខ្ពស់ជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រគាត់មានឈ្មោះថា Robert Patterson Wadlow គាត់មានកម្ពស់រហូតទៅដល់2.72 ម៉ែត្រទម្ងន់222.71 គីឡូក្រាមនៅពេលដែលគាត់នឹងមានកម្ពស់ខ្ពស់បំផុតគាត់កើតនៅថ្ងៃទី22 កុម្ភៈឆ្នាំ1918នៅរដ្ឋ Illinois សហរដ្ឋអាមេរិកហើយគាត់បានស្លាប់ទៅវិញនៅក្នុងវ័យ22ឆ្នាំ ក្នុងថ្ងៃទី15 កក្កដាឆ្នាំ1940 Robert Wadlow កើតនៅទីក្រុង Alton រដ្ឋ Illinois ជាកូនច្បងនៅក្នុងចំណោមបងប្អូន 4 នាក់នៅពេលដែលកើតគាត់មានទម្ងន់ធម្មតាប្រមាណជា 3.8 គីឡូក្រាមតែប៉ុណ្ណោះប៉ុន្តែគាត់ផ្ដើមលូតលាស់យ៉ាងលឿនតាំងពីតូចនៅអាយុ5ឆ្នាំគត់គាត់មានកម្ពស់ដល់ទៅ1.63 ម៉ែត្រនិងស្លៀកពាក់សម្លៀកបំពាក់សម្រាប់កុមារអាយុ17ឆ្នាំនៅអាយុ8ឆ្នាំគាត់មានកម្ពស់ខ្ពស់ជាងឪពុករបស់គាត់ទៅទៀតដោយគាត់មានកម្ពស់រហូតទៅដល់1.80 ម៉ែត្រនៅអាយុ13ឆ្នាំគាត់ក្លាយទៅជាមនុស្សដែលមានកម្ពស់ខ្ពស់បំផុតនៅក្នុងពិភពលោកដោយមានកម្ពស់ 2.24 ម៉ែត្រនៅពេលបញ្ចប់វិទ្យាល័យអាយុ18ឆ្នាំគាត់មានកម្ពស់ 2.54 ម៉ែត្រកម្ពស់របស់គាត់នៅតែបន្តកើនឡើងរហូតដល់ពេលដែលគាត់ស្លាប់Wadlowត្រូវបានគេស្គាល់ថាជា gentleman ដោយសារតែចរិតស្លូតបូតនិងចូលចិត្តសកម្មភាពធម្មតាដូចជាការប្រមូលតែមនិងការថតរូបគាត់បានចូលរួមជាមួយនឹង Ringling Brothers ក្នុងឆ្នាំ1936ដើម្បីបង្ហាញកម្ពស់របស់គាត់និងធ្វើការជាមួយក្រុមហ៊ុនស្បែកជើង International Shoe Company ដែលផ្ដល់ស្បែកជើងឥតគិតថ្លៃទំហំដល់ទៅ37 AA ប្រវែង47 សង់ទីម៉ែត្រកម្ពស់របស់ Wadlow បណ្ដាលមកពីការលូតលាស់មិនឈប់ឈរដោយសារតែជំងឺ Pituitary hyperplasia គាត់ត្រូវការឧបករណ៍ជំនួយដើម្បីដើរហើយជើងរបស់គាត់ច្រើនតែឈឺចាប់គាត់មានដៃធំបំផុតទំហំ 32.4 សង់ទីម៉ែត្រនិងជើងធំបំផុតដែលត្រូវបានគេកត់ត្រានៅខែកក្កដាឆ្នាំ1940គាត់ទទួលរងនឹងការឆ្លងមេរោគ septic blister នៅកជើងដែលបណ្ដាលមកពីឧបករណ៍ជំនួយមិនសមល្មមគាត់ស្លាប់នៅអាយុ22ឆ្នាំនៅទីក្រុង Manistee រដ្ឋ Michigan មឈូសរបស់គាត់នោះមានប្រវែង 3.28 ម៉ែត្រនឹងត្រូវបានបញ្ចុះនៅ Oakwood Cemetery នៅក្នុងទីក្រុង Alton Wadlow នៅតែជាមនុស្សខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រដែលមានភស្តុតាងច្បាស់លាស់ដោយ Guinness World Record បានបញ្ជាក់រូបសំណាកទំហំស្បែកជើងរបស់គាត់ត្រូវបានដាក់តាំងនៅ Alton Museum of History and Art